រហូតតតែអគ្គនាយកបានយកលុយ$80ដែលនាងបានឲ្យជារង្វាន់នៅយប់នោះចេញមកហើយនិយាយអំពីក្រវិលដែលគាត់បានបាត់នៅក្នុងបន្ទប់ពេលនេះទើបនារីដឹងខ្លួនទាំងភិតភ័យថារាត្រីដែលធ្វើឲ្យនាងសោកស្ដាយបំផុតនោះតាមពិតគឺនៅជាមួយកូនសិស្សចំណិតដែលនាងទុកចិត្តបំផុតតាមពិតអ្នកទាំងពីរគឺជាមិត្តភក្តិលេងសើចកាលពីកុមារភាពដ៏ល្អបំផុតប៉ុន្តែឋានៈគ្រួសាររបស់ពួកគេខុសគ្នាដូចមេឃនិងដីមួយប៉ព្រិចភ្នែក20ឆ្នាំបានកន្លងផុតទៅក្មេងប្រុសតូចឥឡូវនេះបានទទួលមរតកអាជីវកម្មគ្រួសារក្លាយជាម្ចាស់ក្រុមហ៊ុនកែច្នៃសម្រាមធំជាងគេលើពិភពលោកចំណែកឯក្មេងស្រីវិញបានក្លាយជាបុគ្គលិកតូចតាចនៅក្នុងក្រុមហ៊ុនរបស់គាត់ដោយចៃដន្យទោះជាយ៉ាងណាក៏ដោយអគ្គនាយកដែលមានចិត្តដឹងគុណនៅតែមិនអាចបំភ្លេចផ្លែសាលីកានោះបានទេរហូតដល់ថ្នាក់គាត់ខំស្វែងរកក្មេងស្រីនោះអស់រយៈពេលជាង20ឆ្នាំប៉ុន្តែតើនារីដែលមានការចងចាំត្រឹមតែ7វិនាទីអាចនឹកស្មានថាបុរសនៅចំពោះមុខនាងគឺឈៀវបៀដែលធ្លាប់សប្បុរសស្បាយថានឹងរស់នៅដល់ចាស់កោងខ្នងជាមួយនាងបានយ៉ាងដូចម្តេចបន្ទាប់ពីរកឃើញនារីនោះអគ្គនាយកបានស្ពឹកក្នុងចិត្តថាលើកនេះនឹងមិនឲ្យនាងចាក់ចេញពីខ្លួនដាច់ខាតដើម្បីបន្តនិស្ស័យចាស់អគ្គនាយកត្រូវប្រើលេសក្នុងនាមជាកូនសិស្សចំណិតដោយប្រាប់នារីថាខ្លួនមានគូប៉ុងបញ្ចុះតម្លៃភោជនីយដ្ឋានសាច់គោពីរដែលជិតផុតកំណត់ហើយវាឥតគិតថ្លៃទៀតផងនារីដែលមិនស្គាល់ល្បិចកលក្នុងសង្គមបានយល់ព្រមភ្លាមនៅពេលឮប៉ុន្តែនាងដែលគិតតែពីរឿងញ៉ាំតើអាចដឹងយ៉ាងម៉េចថានេះគ្រាន់តែជាផែនការរបស់អគ្គនាយកដើម្បីដាស់ការចងចាំដែលកប់ជ្រៅរបស់នាងជាងយ៉ាន់តើអ្នកពិតជាចាំខ្ញុំឬអត់ខ្ញុំចាំអ្នកបានតើខ្ញុំមិនមែនបាត់ការចងចាំឯណាអ្នកមិនមែនជាកូនសិស្សខ្ញុំសិនមកចិនទេឬបន្ទាប់មកឈុតឆាកនៅដើមដំបូងក៏បានកើតឡើងដោយនឹកស្មានមិនដល់ពេលដឹងដំណឹងនេះនារីនោះក៏បដិសេធភ្លាមថែមទាំងនិយាយបង្ខូចនឹងស្ដីបន្ទោសអគ្គនាយកយ៉ាងខ្លាំងបន្ទាប់មកចង់ជិះជណ្ដើរយន្តដើម្បីគេចចេញពីកន្លែងកើតហេតុយ៉ាងលឿនប៉ុន្តែអគ្គនាយកដែលដឹងគ្រប់យ៉ាងតើអាចឲ្យឱកាសបែបនេះដល់នាងដោយរបៀបណាគាត់ក៏ដេញតាមភ្លាមចង់ឲ្យនារីនោះទទួលខុសត្រូវលើរូបគាត់នារីនោះមិនចង់បានទេហើយបាននិយាយហេតុផល100យ៉ាងដើម្បីបដិសេធគាត់នឹកស្មានមិនដល់នៅពេលដ៏សំខាន់ជណ្ដើរយន្តបានផ្ដល់ជំនួយដ៏អស្ចារ្យដល់អគ្គនាយកបន្ទាប់មកគាត់ក៏អបនារីនោះហើយនិយាយថាកុំខ្លាចអីមានខ្ញុំនៅទីនេះប៉ុន្តែនារីដែលបានស្មារតីឡើងវិញបានរុញអគ្គនាយកចេញភ្លាមអ្នកណានឹងគិតថាការរុញដ៏ខ្លាំងនេះបានធ្វើឲ្យជំងឺខ្លាចទីកន្លែងចង្អៀតរបស់អគ្គនាយករើឡើងឆ្លៀតឱកាសនេះគាត់ក៏ដួលសន្លប់ភ្លាមឃើញអគ្គនាយកសន្លប់ក្នុងភាពភ័យស្លន់ស្លោសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់នារីនោះចំពោះគាត់ក៏បានផុសឡើងផងដែរហើយបាន